នេះគឺជា item ចំនួន3ដែលអ្នកលេងមួយម៉ាក់ជាច្រើនតែមិនល្មមហើយមិនទាន់ស្គាល់ច្បាស់វាទេហើយនៅក្នុងវីដេអូនេះឡើងខ្ញុំនឹងបញ្យល់ប្រាប់អ្នកនេះអំពី item ទាំង3នេះថាវាប្រើនៅពេលណាមានទូនាទីខ្លះមានមុខងារយ៉ាងណាហើយ item ដែល counter វាហើយចំពោះ item នេះមួយមានឈ្មោះថា Flask of the Oasis ហើយចំពោះ item នេះគឺល្អបំផុតសម្រាប់ hero creation នៅជា Amsterdam Attack មាន Metro ហើយ hero ដែលអ្នកនរគ្នាមើលជាដើមហើយចំពោះអត្ថប្រយោជន៍ item flat of the VC វិញគឺបន្ថែម60 magic power កាត់ cooldown 10% បូកឈាមជាមួយ300ផងដែរហើយ passive របស់វាបន្ថែម 12% នៃការឡើងឈាមហើយនៅពេលយើងប្រើប្រាស់ skill ឡើងឈាមឬក៏ shield ហ្នឹងបើសិនមកគ្នាយើងមានឈាមទាបជាង 35% ពួកគេនឹងទទួលបានឈាម100គុណនឹង hero របស់ពួកគេឧទាហរណ៍ថាបើគ្នាយើងមាន level 12គឺ100គុណនឹង12គឺ1200មានន័យថានៅក្នុងរយៈពេល3វិនាទីយើងមានឈាម1200នៅពេលដែលគេចេញមក2000 damage យើងកាត់ចោលដល់1200សល់តែ800អញ្ចឹង damage ចូលក្នុងខ្លួនយើងគឺតែ800 damage ទេហើយខ្ញុំសូមបញ្ជាក់ដល់អ្នកគឺ passive ហ្នឹងគឺដំណើរការរៀងរាល់1នាទីម្ដងហើយមានប្រសិទ្ធភាពតែចំពោះគ្នាយើងប៉ុណ្ណោះខ្ញុំសូមបញ្ជាក់គ្នាយើងគឺអាហ្នឹង passive ហ្នឹងគឺដំណើរការរៀងរាល់1នាទីម្ដងតិចអត់តន់គ្រប់1នាទីហ្នឹងអ្នកនរគ្នា passive ម្ដងទៀតគឺមិនដំណើរការទេគឺខ្ញុំបញ្ជាក់ឡើងហ្នឹងតិចមកថែខ្ញុំអីណែអត់មានទេណាគឺលើកឡើងតែ passive បូក 12% នៃការឡើងឈាមនោះគឺអាហ្នឹងមាន cooldown អ្នកនរគ្នាហើយចំពោះ item ដែល counter វិញគឺមាន3 item នេះគឺមានដូចជា Sea Bird ដងអ្នកឯងជាមួយ item ដែលខ្ញុំអត់ស្គាល់ឈ្មោះយើងចូលមកដល់ item ទី2ដែលគ្នាយើងមើលរំលងហើយមិនសូវយល់ពីវានោះគឺមានឈ្មោះថា Missing Lantern ចំពោះ item នេះគឺអ្នកនរគ្នាវាច្រើនតែនឹងឃើញនៅលើ hero Xavier Cecily Changer ជាមួយ Lunok ហើយនឹង hero mate មួយចំនួនច្រើនទៀត item Missing Lantern នេះដែរគឺបន្ថែម70 magic power កាត់ cooldown 10% បន្ថែម400 mana ហើយចំពោះ passive របស់វាវិញគឺទៅពេលយើងបញ្ចេញតម្រេចទៅលើ enemy រឿងរាល់800 magic damage គឺនឹងមាន passive ម្យ៉ាងឈ្មោះ Butterfly Goddess គឺជាដុំ crystal ទូចៗហ្នឹងនេះគឺអាដុំ crystal ដែលហោះទៅមុន damage យើងទៅដល់ហ្នឹងត្រូវបានហោះទៅវេប្រហែល enemy ដល់បង្ក magic damage 8% នៃឈាមបច្ចុប្បន្នរបស់ enemy មានន័យថាបើ enemy មានឈាម 100% វានឹងស៊ី 8% នៃឈាម 100% ហ្នឹងតែបើ enemy មានឈាមតែ50% អីគឺវាស៊ីតែ 8% នៃឈាម 50% ហើយចំពោះ item នៃ counter finish line ធ្វើវិញគឺ Arena Shield ឬ Diamond ជាមួយនឹង Oracle ហើយចូលមកដល់ item ទី3ដែល item ចុងក្រោយគឺឈ្មោះថា Great Dragon Spear ហ្នឹងហើយអ្នកនរគ្នា item នេះដែរគឺខ្ញុំជឿថាគ្នាយើងមួយចំនួនធំគឺអត់តស្គាល់វាទេដោយសារតែ item នេះគឺអត់សូវមានអ្នកពាក់ទេហើយ item នេះគឺមានប្រយោជន៍ចំពោះ hero Christmas ហើយត្រូវការ movement speed នៅពេលដែលបើក ultimate ដូចជា Itha ជាដើមនៅពេលដែលយើងពាក់ item នេះទៅវានឹងបន្ថែមយើងនៅ70 physical attack កាត់ cooldown 10% និងបូក20 kiss chain ចំពោះ passive របស់វាគឺមានន័យដូចទីមុននេះគឺដល់ពេលយើងបើក ultimate ទៅវានឹងបង្កើត movement speed ចំនួន 30% ក្នុងរយៈពេល7.5 វិនាទីហើយ passive នេះមាន cooldown ចំនួន15 វិនាទីហ្នឹងហើយអ្នកនរសម្រាប់ item នៅ counter Great Dragon Spell វិញគឺមានដូចជា Black Armor Twilight Armor Collision Sight ជាមួយនឹង Eye Queen Van ហ្នឹងហើយអ្នកនរវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយគឺខ្ញុំចំណាយពេលច្រើនមែនទែនដើម្បីផលិតវាហើយសង្ឃឹមថាអ្នកនរនឹងពេញចិត្តយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ